បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះលោកគ្រូលើកយកលំហាត់មួយយកមកដោះស្រាយជូនបងប្អូនទាំងអស់គ្នាបាទអញ្ចឹងនៅក្នុងលំហាត់ហ្នឹងគេថាធុងមួយមានមាត្របាទ2ដេស៊ីម៉ែត្រគីបទុកម៉ូលេគុលស្មានចំនួន3 × 10 ស្វ័យគុណ24ដែលម៉ូលេគុលនីមួយៗមានថាមពលស៊ីនេតិកមធ្យមបាទ3 × 10 សេគុណដក22ស៊ូលចឹងសំណួរគេគឺកណនីសម្ពាធនៅក្នុងធុងបាទអញ្ចឹងតើសម្ពាធនៅក្នុងធុងយើងអាចរកវាតាមរយៈរូបមន្តអីបានបាទអញ្ចឹងសម្ពាធមានរូបមន្តច្រើនបាទរូបមន្តច្រើនប៉ុន្តែសួរថាតើរូបមន្តមួយណាដែលត្រូវជាមួយនឹងប្រភេទលំហាត់របស់យើងបាទអញ្ចឹងគ្រូសូមដាក់ដំណោះស្រាយតែម្ដងកណនីសម្ពាធបាទក្នុងធុងអញ្ចឹងយើងប្រើតាមរូបមន្តមួយគឺ P ស្មើនឹង2/3 n នៅលើ v ក av បាទដោយបាទចំនួនម៉ូលេគុលគឺ3 × 10 ស្វ័យគុណ24មាត្រ2ដេស៊ីម៉ែត្រគីបបាទអញ្ចឹងវាស្មើនឹង2 × 10 សេគុណដក3ម៉ែត្រគីបហើយនឹងKAV ស្មើនឹង3 × 10 សេគុណដក22ស៊ូលអញ្ចឹងគេបានសម្ពាធប៉ែស្មើនឹង2/3គុណឲ្យ3 × 10 ស្វ័យគុណ24នៅលើ2 × 10 ស្វ័យគុណដក3គុណឲ្យ3 × 10 ស្វ័យគុណដក22បាទអញ្ចឹងយើងឃើញថាហើយនេះភាគយក2ភាគបែងយើងក៏2អញ្ចឹងយើងសម្រួលអស់បាទភាគយក3ភាគបែង3ក៏សម្រួលគ្នាអស់អញ្ចឹងនៅសល់ប្រមាណនៅសល់ភាគយក3បាទ10ស្វ័យគុណដក3កាលណាយើងលើកឡើងលើវាទៅជា10សេគុណបូក3ហើយអញ្ចឹងបូក3ជាមួយនឹង24វា10សេគុណ27អញ្ចឹង10សេគុណ27ជាមួយនឹង10សេគុណដក22នៅសល់10ស្វ័យគុណ5អញ្ចឹងຂະຫນາດសម្ពាធគិតជាប៉ាស្កាល់បាទដូចនេះសម្ពាធក្នុងធុងប៉ែស្មើនឹង3 × 10 សេគុណ5ប៉ាស្កាល់